អ្នកណាថាពហិការមិនប្រើផលិតផលថៃទៅមិនរួចធ្វើអីថៃមិនបានអត់ប្រយោជន៍ព្រោះថៃជាប្រទេសធំសេដ្ឋកិច្ចធំនិងខ្លាំងជាងកម្ពុជាសូមជម្រាបថាបើគិតបែបនោះគឺខុសហើយការពហិការមិនប្រើផលិតផលថៃមិនត្រឹមតែបង្ហាញពីទឹកចិត្តស្នេហាជាតិយ៉ាងខ្លាំងក្លារបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែប្រសិនបើប្រជាជនកម្ពុជាសាមគ្គីគ្នាប៉ិតណាស់វានឹងបង្កើតជាផលប៉ះពាល់យ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយដល់ប្រទេសថៃទោះបីជាថៃជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងកម្ពុជាក៏ដោយ1ផលប៉ះពាល់សេដ្ឋកិច្ចលើប្រទេសថៃទោះជាថៃជាប្រទេសធំមែនតែនទៅកម្ពុជាគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ថៃក្នុងចំណោមប្រទេសជិតខាងប្រសិនបើកម្ពុជាធ្វើពហិការមែនផលប៉ះពាល់នឹងកើតឡើងដូចជាការធ្លាក់ចុះនៃចំណូលនាំចេញទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំការបាត់បង់ទីផ្សារកម្ពុជានឹងធ្វើឲ្យក្រុមហ៊ុនថៃជាច្រើនជាពិសេសផ្នែកគ្រឿងឧបភោគបរិភោគនិងសម្ភារៈសំណង់បាត់បង់ប្រាក់ចំណេញភ្លាមផលប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមព្រំដែនខេត្តជាប់ព្រំដែនថៃពឹងផ្អែកខ្លាំងលើការលក់ទំនិញមកកម្ពុជាការពហិការនឹងធ្វើឲ្យអាជីវកម្មតាមព្រំដែនរបស់គេជាប់គាំងនិងអាចបង្កជាវិបត្តិការងារក្នុងតំបន់នោះសម្ពាធពីវិស័យឯកជនលើរដ្ឋាភិបាលថៃនៅពេលក្រុមហ៊ុនថៃខាតបង់ពួកគេនឹងដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់គេឲ្យផ្លាស់ប្ដូរឥរិយាបថឬគោលនយោបាយចំពោះកម្ពុជាដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ2ការបង្ហាញស្មារតីស្នេហាជាតិនិងសារទៅកាន់ពិភពលោកការពហិការមិនមែនគ្រាន់តែជារឿងទិញឬមិនទិញទំនិញនោះទេប៉ុន្តែវាគឺជាអាវុធអំណាចទន់យ៉ាងមានប្រសិទ្ធភាពបង្ហាញថាខ្មែរអាចលះបង់ភាពងាយស្រួលផ្ទាល់ខ្លួនការប្រើរបស់ថៃដែលធ្លាប់ដៃដើម្បីបុព្វហេតុជាតិវាជាការរំលឹកដល់មនសិការខ្មែរឲ្យងាកមកគ្រប់គ្រងផលិតផលខ្មែរវិញវាមិនត្រឹមតែជាពហិការមិនប្រើផលិតផលតែវាបានភ្ជាប់នៅការផ្ញើសារការឈឺចាប់ទៅកាន់ពិភពលោកផងដែរព្រោះនៅពេលមានចលនាពហិការទ្រង់ទ្រាយធំព័ត៌មានអន្តរជាតិនឹងចុះផ្សាយពីករណីនេះពិភពលោកនឹងចាប់ផ្ដើមសួរថាហេតុអ្វីបានជាជនជាតិខ្មែរប្រជាជនខ្មែរធ្វើបែបនេះនោះហើយជាឱកាសដែលយើងអាចបង្ហាញពីប្រវត្តិសាស្ត្រនៃការឈ្លានពានឬការរំលោភបំពាននានាដែលប្រជាជនយើងបានជួបប្រទះហើយក៏បង្ហាញឲ្យពិភពលោកបានដឹងបានឮថាការវាយប្រហាររបស់ថៃមកលើកម្ពុជាដែលថៃភូតភរដើម្បីបង្ក្រាប scammer នោះគឺជារឿងមិនពិតហើយវាគ្រាន់តែជាលេសចង់លេបទឹកដីកម្ពុជាប៉ុណ្ណោះវាក៏ជាសារប្រាប់ទៅថៃថាកម្ពុជាមិនមែនជាទីផ្សារដែលគេអាចមើលងាយឬរំលោភបំពានតាមតែចិត្តចង់បានឡើយបើគេមិនគោរពយើងក៏មានសិទ្ធិឈប់ផ្ដល់ប្រយោជន៍សេដ្ឋកិច្ចឲ្យគេដូចគ្នា